បងថ្ងៃនេះខ្ញុំមានអ្វីពិសេសប្រាប់បងណាពិសេសមែនតើបងស្ដាប់ចប់ហើយគឺបងដឹងថាធ្វើម៉េចដើម្បីត្រីប្រមាណហ្នឹងមានរសជាតិឈ្ងុយហើយបាត់ឆ្អាបហើយបាត់ក្លិនស្អុយទៀតណាចឹងបងធ្លាប់តែញ៉ាំត្រីប្រមាណក្នុងហាងហេតុអីក៏គេអត់ស្អុយអត់ឆ្អាបក្បួនមិនធ្វើត្រីប្រមាណឲ្យឆ្ងាញ់យកទៅចំហុយឬទៅចៀនគ្រឿងផ្សំបងត្រូវយកត្រីប្រមាណស្រស់យកទៅដុតឬអាំងឲ្យឆ្អិនសិនខ្ចប់กระดาษអាលុយមីញ៉ូមដុតក៏បានខ្ចប់ស្លឹកចេកដុតក៏បានតែពេលដុតហ្នឹងបងយកត្រីប្រមាណស្រស់ហ្នឹងរុំជាមួយនឹងស្លឹកក្រូចសើចហើយដាក់ខ្ទឹមសច្រើនចាហើយនឹងមានគល់ស្លឹកគ្រៃដាក់ធំវែងទ្រាប់ទៅហើយខ្ចប់យកទៅអាំងចំណាំបងអត់មានស្លឹកចេកដូចញោមខ្ចប់กระดาษអាលុយមីញ៉ូមបានបងមានស្លឹកចេកបងខ្ចប់ស្លឹកចេកណាក្រោយពីអាំងឆ្អិនហើយបងគឺដកស្លឹកក្រូចសើចហើយនឹងគល់ស្លឹកគ្រៃចេញយកតែខ្ទឹមសហើយថៃប្រមាសាច់ហ្នឹងបេះឆ្អឹងច្រាមឲ្យម៉ត់បន្ទាប់មកបងអាចលាយជាមួយពងទាប្រៃពងទាសាបគ្រឿងផ្សំផ្សេងយកទៅចៀនចឹងក៏បានចំហុយក៏បានឬបងធ្វើម្ហូបផ្សេងក៏បានដែរឆ្ងាញ់ពិសេស